បាទសូមជម្រាបសួរបងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook បាទទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីនឹករលឹកបាទថ្ងៃនេះគឺជាថ្ងៃអាទិត្យបាទទី22វេលាម៉ោង 1:15 នាទីរសៀលហើយខ្ញុំជឿជាក់ថាបងប្អូនដែលហត់ពីការងារហើយចុងសប្តាហ៍តែងតែស្វែងរករមណីយដ្ឋានផ្សេងដើម្បីលំហែកាយឲ្យស្រស់ស្រាយសប្បាយអារម្មណ៍បាទជួបជុំក្រុមគ្រួសារទៅតាមទម្លាប់រៀងខ្លួនដល់ហើយខ្ញុំបាទសានប៊ុនភឿនវិញគឺថាមិនបានសម្រាកទេគឺថាត្រូវតែរកគ្រប់ទីកន្លែងដើម្បីស្វែងរកព័ត៌មានជូនបងប្អូនដែលចូលចិត្តនិយមតាមដានរាល់คลิปវីដេអូរបស់ខ្ញុំបាទសានប៊ុនភឿនហើយដល់ហើយថ្ងៃនេះខ្ញុំបាទក៏សូមដោះស្រង់ព្រឹត្តិការណ៍ព័ត៌មានខ្ញុំបាទនិយាយប្រធានបទតែមួយទេបាទគឺតកតងទៅនឹងធាតុបាទកវីនិពន្ធម្ចាស់ដងស្ទឹងសង្កាយគឺលោកគង់មិនឈឿនបានវិលត្រឡប់បាទមកដល់មិត្តភូមិប្រទេសប្រជាណាចក្រកម្ពុជាជាទីស្រឡាញ់របស់យើងហើយជាឱកាសក្នុងពេលនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណបាទខ្ញុំបាទសានប៊ុនភឿនក៏សូមថ្លែងអំណរគុណបាទទៅដល់បងប្រុសម្នាក់បាទដែលគាត់ជាអ្នកធ្វើចំការនៅប្រទេសអូស្ត្រាលីគាត់ជាអ្នកចំការទេគឺថាគាត់មានទឹកចិត្តអាណិតចូលចិត្តខ្ញុំបាទសានប៊ុនភឿនបាទគាត់បានឧបត្ថម្ភបាទឲ្យខ្ញុំបាទចំនួន$200 $200 សហរដ្ឋអាមេរិកគឺថាបងឲ្យខ្ញុំនឹងគឺថាឲ្យដោយផ្ដាច់មុខសម្រាប់ខ្ញុំដើរផឹកស៊ីយកទៅស៊ីចាយសម្រាប់ទៅប្រើប្រាស់ផ្ទាល់ខ្លួនអរគុណច្រើនហើយក៏អរគុណគាត់ផ្ញើមកហ្នឹងម្សិលមិញគាត់បានអាកមនអាកទាគាត់ជួបជុំជាមួយនឹងបងប្អូនជាមិត្តភក្តិរបស់គាត់នៅឯប្រទេសអូស្ត្រាលីបាទគឺតាមរយៈបងចន្ទធីពៅបាទបងចន្ទធីពៅបងគឺជាអ្នកចាត់ចែងបាទផ្ញើមកឲ្យខ្ញុំបាទកុំភ្លេចបាទអាកមនអាកទាហូបចុកឆ្អែតហើយគាត់ផ្ញើសម្រាប់ឲ្យខ្ញុំចាយវាយខ្ញុំសូមអរគុណច្រើនតាមរយៈបងចន្ទធីពៅបាទដែលគាត់ខំដុតដៃដុតជើងដើម្បីផ្ញើជូនមកខ្ញុំប៉ុន្តែខ្ញុំបាទមិនទាន់បានបើកទេប៉ុន្តែមិញខាងភ្នាក់ងារវិញហ្នឹងគេបានតាក់ទងមកខ្ញុំមិញហ្នឹងបាទមិញអញ្ចឹងស្អែកគេថាបានលុយហ្នឹងចងដៃចងដៃអត្តរាជជង្គង់ទឹបកែងឆេះអេពូថោម្សិលមិញខ្ញុំជួបអេវថងនៅបណ្ដាញទូរទស្សន៍កម្ពុជា CTN ខ្ញុំបានចងដៃចំនួន$20ហើយប៉ុន្តែខ្ញុំនឹងចងបន្ថែមទៀតស្អែកស្រួលស្រួលឡាយតល់មកព្រោះអេបថងគាត់បានឡើងផ្ទះប្រវត្តិដល់លោកហើយលោកសបាយណាំងបានកើតជាកូនខ្មែរសំណាងណាំងបានកើតជាអ្នកស្រែក្បីមនឹមគោមនឹមឃើញមុខអញជ្រិញទៅហើយបើមិនធ្វើវាអត់អីធ្វើអើយអេវថងគាត់ធ្លាប់ផ្ដល់បទសម្ភាសន៍ប្រាប់ខ្ញុំថាសម្រាប់អ្នកបដាល់ស្រុកខ្មែរមរតកបាទចុងក្រោយមរតកអ្នកបដាល់ចុងក្រោយសម្រាប់ប្រទេសកម្ពុជាមានតែស្នាមបែកមានតែស្នាមបែកស្នាមបាក់ស្នាមតដើម្បីចែកគូនរីឯលុយកាក់វិញស្រោកម្ពុជាក្រោមថាកីឡាប្រដាល់ខ្មែរយើងលំបាកលំបិនណារដ្ឋាភិបាលអូរដ្ឋាភិបាលជួយគិតគូផងរដ្ឋាភិបាលអើយជួយគិតគូផងបាទដើម្បីចឹងសង្ឃឹមថាបើសិនជាប្រមុខរដ្ឋាភិបាលយកចិត្តទុកដាក់បន្តិច
វិស័យកីឡាប្រដាល់ខ្មែរយើងមានការរីកចម្រើនឥឡូវយើងឃើញថាមានការរីកចម្រើនហើយផ្នែកខាងបាល់ទាត់ផ្នែកខាងបាល់ទាត់ក៏រីកចម្រើនផ្នែកខាងកីឡាប្រដាល់ក៏រីកចម្រើនរីឯយួនចូលស្រុកក៏រីកចម្រើនដែរយួនច្រើនអើយស្រុកយើងឥឡូវយួនច្រើនណាស់ស្រែកឲ្យពិភពលោកមើលទៅឲ្យបាត់ដីកម្ពុជាក្រោមទៀតអើយស្រុកខ្មែរយើងហ៎ចប់មកហ៎តែយួននឹងគំនិតវាដូចមេឆ្កែកផើមគេហៅថារឿងមេឆ្កែកផើមសារធាតុរបស់យួននេះរឿងវាដូចរឿងមេឆ្កែកផើមយ៉ាងដំបូងមេឆ្កែនឹងផើមមកទៅសុំផ្ទះគេនៅដល់ពេលសុំផ្ទះគេនៅអីចឹងទៅកើតកូនកើតចៅដល់ពេលកើតកូនកើតចៅទៅលេស្រាប់តែកូនមានកន្លែងជ្រកចាប់ដើមដេកគិតបកង់ផ្ទះនេះប្រមាណប្លង់ផ្ទះនេះប្រមាណតសផ្ទះនេះប្រមាណចាប់ដើមអង្គុយរាប់កត់តាំងពីតសផ្ទះគេក៏រកអិតគេទាំងអស់ហើយយកទៅដាក់ពាក្យប្តឹងដល់ពេលទៅដាក់ពាក្យប្តឹងទៅចុះម្ចាស់ផ្ទះមានបានចិត្តតឡាការគេមិនបានដឹងណាគេថាចុះបើផ្ទះខ្លួនឯងនេះឯងដឹងបកង់ប្រមាណតសប្រមាណប្លង់ណាកន្លែងណាបាត់ហើយដល់ពេលម្ចាស់ផ្ទះចាញ់អារឿងផ្លូវច្បាប់គេឃើញទេគំនិតយួនដូចអារឿងមេឆ្កែកផើមកខុសទេអញ្ចឹងឲ្យសូមឲ្យខ្ញុំគ្រប់គ្រងចំពោះអំពូមីមីទាំងអស់ដែលចេញឃ្លីបវីដេអូហើយសូមសរសើរយុវជនខ្មែរយើងដែលចេះស្រឡាញ់ទឹកស្រឡាញ់ដីស្រឡាញ់ព្រៃស្រឡាញ់ព្រឹកស្រឡាញ់ព្រឹកផ្សាររបស់យើងបើមិនបដ ாய் ទេគឺថាអ្នកធំនឹងកាត់អាលីមកអាលីអស់លីមកព្រៃឈើបាក់ពួកនិយមចុយមកបាក់ពួកខ្សែទៅយោចុយមកបាក់ពួកមានពួកតែគ្នាវាអត់មានប្រយោជន៍អីទេអាអ្នកក្រកាន់តែក្រអាអ្នកមានកាន់តែមានវណ្ណៈអត់ស្មើគ្នារីឯអ្នកក្រវិញរកបាយស៊ីគ្មានមួយថ្ងៃរកប្រហែល 2000 ទៅ 4000 រៀលទេរីឯអ្នកមានមួយថ្ងៃជោគ $10,000 $20,000 អូមានដែរហើយរាល់ថ្ងៃនេះអាលបែងនេះលបែងចុយមកលបែងហើយប៉លិសនឹងខົບខិតគ្នាពេលអឹមនឹងខົບខិតគ្នាដែរដើរមើលទៅលបែងចុយមកលបែងអាលបែងជ្រោកតាមផ្លូវអ៊ីនធឺណិតហើយគ្មានអ្នកណាបង្ក្រាបទេក្រាបទៅខ្សែទៅនេះបង្ក្រាបទៅខ្សែទៅនេះហើយចិញ្ចឹមបងខែនឹងតាមខណ្ឌនីមួយអាភិបាលខណ្ឌមើលផងមើលអាបាលខណ្ឌអាដាមមើលផងមើលអាជ្រោកតាមផ្លូវអ៊ីនធឺណិត24 ម៉ោងនេះលបែងចុយមកលបែងហើយគ្មានអ្នកណាចេញមុខបង្ក្រាបទេលបែងចុយមកលបែងហើយសិស្សសាលាពពួកសិស្សសាលាឲ្យទៅរៀនអត់ឲ្យទៅរៀនហើយលបែងនឹងបើថាមើលឃ្លាមកសៀវប្រចាំ24 ម៉ោងអាម៉ូតូបាញ់ឈាមប្រាវសម្លាប់ម៉ូតូប្រឡាក់ឈាមក៏យកទៅប្រចាំឃ្លាមកសៀវបានដែរតែចាំនឹងបងខែមួយខែ$20 $10ហើយប្រចាំចុយមកប្រចាំឲ្យអារឿងមកប្រចាំមួយថ្ងៃ24 ម៉ោងឃ្លាមកសៀវអាហ្នឹងកតាទី1ដោយសារអីលេងលបែងញៀនថ្នាំគឺលេងលបែងហើយញៀនថ្នាំកាលណាញៀនថ្នាំអត់មានលុយដើរឆក់ដើរលួចហើយអាកន្លែងប្រចាំក៏មានទៀត24 ម៉ោងហើយខ្សែទៅមើលខ្សែវាខ្សែពូខ្សែគោខ្នងវាប៉ុណ្ណាណីអ្នកបើកលបែងខុសច្បាប់ចឹងហើយជួនកាលមន្ត្រីយើងនៅពីក្រោយនោះពុកអាលួយចុយម៉ែពុកអាលួយចឹងហើយបានសង្គមខ្មែរវាអាប់អួរហើយអាលបែងអ៊ីនធឺណិតនេះតាមអ៊ីនធឺណិតជ្រោកផ្លាក24 ម៉ោងហើយអភិបាលខណ្ឌមួយនឹងអត់មើលទេភូមិឃុំសុវត្ថិភាពនៅណាទៅនឹងគេស្វាគមន៍ទៅលុយឲ្យស្រោមរបត់ 4-5 សន្លឹកមួយខែ 4-5 សន្លឹកលោកឯងមិនមកក្រាបទេនេះខ្ញុំនិយាយត្រង់ហ្មងខ្ញុំមិនចង់និយាយតែរឿងចឹងមិនវាពិបាកពេកមើលទៅពិបាកភ្នែកមើលឥឡូវសូមបដូរប្រធានបទបន្តិចតាមមិនធឿននិយាយអត់ចេះខ្លាញ់ងាប់ទេវើយអូនទុកប៉ុណ្ណឹងធ្វើណានិយាយតាមទុកតាអូនមកតាមមិនធឿននិយាយមិនដែរចេះខ្លាញ់ងាប់ទេងាប់ចោលឥឡូវគេពាក់ខ្សែកថាកាប់ប្រមុតដុតមិនចេះបាញ់ក៏បានអត់បញ្ហាទេបាទសូមអានព័ត៌មានមួយហើយផ្ដាំទៅឯអាដាមអភិបាលច័ន្ទសុផលផងអាដាមមិនដីអស់លក់ដីនឹងអាដាមអត់អាដាមឡើងថ្មីសង្ឃឹមថាដីនឹងគេលក់អស់ហើយអាបាលខេត្តមុនចាស់នឹងលក់អស់ហើយ
ហើយចឹងអាដាមច័ន្ទសុផលខ្ញុំសូមផ្ញើคลิปវីដេអូនោះផងអាដាមច័ន្ទសុផលហើយខ្ញុំសំណូមពរថាឲ្យអាដាមហ្នឹងមេតាគុំពិចារណាច្រើនពេកគុំគិតច្រើនពេករឿងកប៉ិកកប៉ុកកកំប៉ុងទេអាដាមច័ន្ទសុផលគ្រាន់តែកន្លែងដីម្ដុំទុកធ្វើកន្លែងគេហៅចេតដីរបស់លោកគង់មិនឈឿនដែលមនុស្សទទួលស្គាល់មកនគរស្នាដៃមរតកខ្មែរអញ្ចឹងហ្នឹងអាដាមទុកឲ្យផងទៅកន្លែងដងស្ទឹងសង្កែហ្នឹងព្រោះគាត់មាននិពន្ធដងស្ទឹងសង្កែហើយអាអ្នកដែលយកធ្វើទឹកស្អាតយកដងស្ទឹងសង្កែមកហ្នឹងយកស្ទឹងសង្កែមកហ្នឹងក៏មេថាជួយគាត់ផងកុំឲ្យតែយកទឹកធ្វើយកទឹកស្ទឹងសង្កែធ្វើទឹកស្អាតប៉ុន្តែដល់ពេលគាត់ស្លាប់ទៅហើយជួលបនជួលអីខ្លះគាត់ផងហើយអាបាលខណ្ឌអាបាលច័ន្ទសុផលអាដាមមិនបាច់ពិចារណាអីច្រើនទេអាដាមបើសិនជាអាដាមមានឆន្ទៈមិនតាក់ឆាន់ទេអាដាមបើអាដាមមានឆន្ទៈគឺអាដាមចេញទៅអាដាមគ្រាន់តែដីម្ដុំនោះគាត់មិនទៅខុសច្បាប់យកដីគាត់ដីកប់ខ្មោចអាដីធ្វើកន្លែងស្ទូបចេះដីមួយសម្រាប់ឲ្យក្មេងតកក្រោយដែលរៀនតែងនិពន្ធអក្សរសិល្ប៍ខ្មែរហ្នឹងឲ្យគេបានទុកកន្លែងហ្នឹងផងឲ្យគេទុកកន្លែងហ្នឹងផងដើម្បីឲ្យក្មេងចំនួនក្រោយបានថាលោកគង់មុនឈឿនស្គាត់មាននិពន្ធស្ទឹងសង្កែដែលយើងរៀនអក្សរសិល្ប៍ពីគាត់ហើយសូមឲ្យក្រុមគ្រួសារគាត់នឹងចុះជាកម្មសិទ្ធិបញ្ញាផងកុំឲ្យអ្នកនិពន្ធមួយចំនួនប្លន់កំតិចស្នាដៃរបស់គាត់ចោលហើយក្រសួងនេះមេតាមើលផងក្រសួងបរិស្ថាននិងវិចិត្រសិល្បៈអាដាមថៃនរសច្ចាអាដាមសូមមេតាមើលផងឥឡូវខ្ញុំសូមនិយាយបន្តិចចុះសង្ខេបទៅមានន័យថាបាទធាតុរបស់លោកបាទខ្ញុំសូមអានតិចចុះបាទធាតុកវីនិពន្ធដងស្ទឹងសង្កែបានមកដល់បាទស្រុកកំណោតយើងវិញហើយបាទបន្ទាប់រាជធានីភ្នំពេញបន្ទាប់ពីក្រុមគ្រួសារបានធ្វើពិធីបូជាសពលោកតាមគន្លងប្រពៃណីនៅឯប្រទេសណូវេកសែទៅធំវិញបាក់កាន់ហើយបាទបន្ទាប់ពីក្រុមគ្រួសារបានធ្វើបុណ្យតាមកន្លងប្រពៃណីនៅឯប្រទេសណូវេរួចមកពេលនេះធាតុរបស់ម្ចាស់កវីដងស្ទឹងសង្កែបានមកដល់ប្រទេសកម្ពុជាវិញហើយបន្ទាប់ពីលោកបានទទួលមរណភាពជាង1ខែមកនេះកាលពីព្រឹកថ្ងៃទី21ខែឧសភាឆ្នាំ2016ធាតុរបស់កវីនិពន្ធជើងចាស់តាំងពីសម័យសង្គមរាស្ត្រនិយមលោកគង់ប៊ុនឈឿនបានត្រូវគេឲ្យរហស្សនាមថាកវីម្ចាស់ដងស្ទឹងសង្កែត្រូវបានភរិយានិងកូនចៅរបស់លោកបាននាំមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោកវិញដោយបានតម្កល់ធ្វើបុណ្យទទួលធាតុនៅគេហដ្ឋានរបស់កូនស្រីច្បងរបស់លោកគឺថានៅឯក្រុងបុរីនៅឯបុរីភ្នំពេញថ្មីភ្នំពេញតាមបណ្ដោយផ្លូវជាសភារាហើយនៅរសៀលថ្ងៃនេះក្រុមគ្រួសារបាននិមន្តព្រះសង្ឃសូត្រមន្តទទួលអធិធាតុអ្នកនិពន្ធផលិតករអ្នកចម្រៀងអ្នកសិល្បៈជាច្រើនក៏បានចូលរួមផងដែរលោកមុតថារីជាចាងវាងផលិតកម្មនិងជាកូនប្រសាររបស់លោកគង់ប៊ុនឈឿនបានបញ្ជាក់ថាក្រោយពីនិមន្តព្រះសង្ឃសូត្រមន្តក្រុមគ្រួសារគឺថាមានមិនទាន់បានធ្វើពិធីធំដុំអ្វីទេដោយក្រុងធ្វើបុណ្យគម្រប់ខួប100ថ្ងៃនាពេលខាងមុខនេះបន្ទាប់ពីក្រុមគ្រួសារមានផែនការយកស្នាដៃកវីនិពន្ធដងស្ទឹងសង្កែទៅដាក់ក្រោមច្បាប់កម្មសិទ្ធិបញ្ញាក្រោយពីធ្វើបុណ្យរួចគួរបញ្ជាក់ផងដែរថាម្ចាស់កវីដងស្ទឹងសង្កែគង់ប៊ុនឈឿនបានប្រសូតនៅថ្ងៃទី18ខែតុលាឆ្នាំ1939នៅឯភូមិចំការសំរោងស្រុកចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងឪពុករបស់លោកឈ្មោះថាគង់ឈិនម្ដាយឈ្មោះថាម៉ផឹងលោកត្រូវបានប្រឡូកក្នុងវិស័យខ្សែភាពយន្តស្តែងនិពន្ធចាប់តាំងពីឆ្នាំ1955រហូតមកដល់ប្រឡងជាប់លេខ1នៅក្នុងទឹកដីខេត្តបាត់ដំបងនៅក្នុងឱកាសមហោស្រពអក្សរសិល្ប៍1នៅក្រុងបាត់ដំបងនេះឆ្នាំ1957ស្នាដៃស្នេហ៍លូអាវបសានរបស់លោកគង់ប៊ុនឈឿនជាអ្នកសរសេរកាសែតនិពន្ធប្រឡំលោករាយប្រឡំលោកពាក្យកាបចម្រៀងសេនាយក
ខ្សែភាពយន្តដឹកនាំសម្ដែងនិងក៏ជាអ្នកនិពន្ធជនជាតិខ្មែរទី2បន្ទាប់ពីលោកពេជ្រទុំក្រវិលដែលជាជ័យលាភីស្នាដៃតែងនិពន្ធគ្របខ័ណ្ឌអាស៊ានលោកគង់ប៊ុនឈឿនត្រូវបានអ្នកនិពន្ធខ្មែរទាំងឡាយចាត់ទុកថាលោកគឺជាអ្នកនិពន្ធឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានបន្សល់ទុកនៅស្នាដៃផ្នែកតែងនិពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រឡោមលោកនិងចម្រៀងសម័យជាដើមរួមមានអធិរាជសំឡេងមាសស៊ិនស៊ីសមុទ្រលោកអឹងណារីរស់សេរីសុធាប៉ែនរ៉នអ្នកចម្រៀងល្បីៗជាច្រើនរូបទៀតបានបកស្រាយហើយស្នាដៃទាំងនេះតែងតែស្ថិតនៅក្នុងមនោសញ្ចេតនាអ្នកអានអ្នកស្ដាប់រហូតមកទល់សពថ្ងៃនេះដោយសារស្នាដៃតែងនិពន្ធរបស់លោកពោពេញទៅដោយអត្ថន័យអត្ថរូបនិងអត្ថរសលោកគង់ប៊ុនឈឿនបានទទួលមរណភាពនៅថ្ងៃទី17ខែមេសាឆ្នាំ2016នៅក្នុងព្រះជន្មអាយុ77ឆ្នាំនៅក្នុងប្រទេសណូវេសពរបស់លោកត្រូវបានក្រុមគ្រួសាររៀបចំធ្វើពិធីបូជានារសៀលថ្ងៃទី23ខែមេសាឆ្នាំ2016នៅប្រទេសណូវេនឹងត្រូវនឹងវេលាម៉ោង8យប់នៅប្រទេសកម្ពុជានៅពេលនេះនាទឹកដីខេត្តបាត់ដំបងជាស្រុកកំណើតរបស់លោកក៏មានប្រជាពលរដ្ឋព្រះសង្ឃនិងអ្នកសិល្បៈមួយចំនួនរៀបចំពិធីបុណ្យ7ថ្ងៃដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធដល់សពលោកកវីនិពន្ធដងស្ទឹងសង្កែបាទគិតថាខ្ញុំសូមនោមពោមួយគិតថាសូមឲ្យអ្នកសិល្បៈយើងមានការចូលរួមឲ្យបានច្រើនហើយអរគុណច្រើនជីវិតខ្ញុំគឺអញ្ចឹងឯងធម្មតាជីវិតគឺវាអញ្ចឹងឯងពេលខ្លះយើងមិនបាច់ចាំទៅរកកន្លែងអង្គុយទំនើបជា office ជាអីទេសំខាន់គឺខ្លឹមសារនៃទ្រឹស្ដីខ្លឹមសារនៃពាក្យពេចន៍ការអានរបស់យើងហើយយើងមិនបាច់ចាំមានសឡុងមានកវ៉ាត់កយទេសៀកតែកសែងអានក៏បានដែរអត់បញ្ហាទេមិនដូចអ្នកខ្លះឲ្យធ្វើវិធីកឲ្យតើមានអាវខ្វះសេអង្គុយឯងមកអូខេជម្រាបលាដើររកព័ត៌មានទៀត